Hello សួស្តីអ្នកនរគ្នាជួយជាមួយខ្ញុំបាទវែកម៉ាំងវ៉ាថ្ងៃនេះយើងសូមស្វាគមន៍ការត្រឡប់មកវិញរបស់ខ្ញុំណាដោយសារតែខ្ញុំគ្រូនហើយជុំនឹងបាក់គ្មានបានធ្វើស្អីទេគ្រាន់តែជាភ្លាមដល់ពេលវេលាត្រូវរៀនតែម្ដងលពលរៀនដល់កហើយទៅតែមានពេលធ្វើរឿងជូនអ្នកទាំងអស់គ្នាមុនចូលទៅកាន់សាច់រឿងរបស់យើងខ្ញុំបាទសូមអរគុណទៅកាន់ Donator របស់យើងជាមុនសិនបាទដែលបានសម្រួលការទិញថ្នាំអញ្ចឹងណាដោយសារតែខ្ញុំគ្រូនឈឺមែនតើបានអ្នកឧបត្ថម្ភណាដែលអ្នកទី1ឧបត្ថម្ភ 0.01 សែនហើយអ្នកទី2 0.25 សែនអ្នកទី3គឺ1រៀលហើយអ្នកទី4គឺ1រៀលកន្លះបាទខ្ញុំយកលុយរបស់គាត់ទៅទិញថ្នាំមកហើយគ្មានបានប្រយោគការធ្វើរឿងឲ្យអ្នកទាំងអស់គ្នាទេដោយសារតែគ្រូនឥឡូវយើងចូលកាន់សាច់រឿងរបស់យើងតែម្ដងទៅចំហាយដើរដោខ្មៅរបស់ Handy Song ត្រូវបានពុះទៅដែលចំហាយដើររបស់គាត់ពិតជាធំមែនតែនបានត្រូវបិសាចមួយនោះធ្វើឲ្យវាដាច់ខ្លួនពាក់កណ្ដាលហើយស្លាប់បាត់ទៅដុំធម្មពលដ៏សម្បើមត្រូវបានកាត់ផ្ដាច់គ្រាន់តែមួយការវាបហារបស់ Handy Song របស់យើងតែប៉ុណ្ណោះភ្នាក់ងាររបស់វាមានការញ័រខ្លួនហើយនិយាយថាសំបីតែការពិតែរបស់វាក៏មិនមានធម្មពលដ៏សម្បើមបែបនេះផងដែរកំពុងតែកើត Handy Song បានស្ទុះមកចាប់ច្របាច់កវាតែម្ដងហើយសួរថាតើអាភ្នែកមួយនោះវានៅទីណានិយាយដើមដឹងហើមដល់ភ្នែកមួយនោះបានលេងវត្តមានចេញមកតែម្ដងខេងបែបនឹង Handy Song មានការសប្បាយចិត្តជាខ្លាំងបានតបមកក៏បានក្រវែងមនុស្សក្រៅភពនោះចេញតែម្ដងភ្នែកមនុស្សក្រៅភពនឹងបានបញ្ចេញសំឡេងថាអ្នកហាប់បីដូចជាខុសពីអ្នកដែលបានអ្វីខិនខ្ញុំនឹងសាឡបងធម្មពលរបស់អ្នកដោយផ្ទាល់ភ្នែកមួយនឹងបានប្រើកែវភ្នែករបស់វាបញ្ចេញស្គៀទៅកាន់ Handy Song ប៉ុន្តែ Handy Song គ្មានបញ្ហាអ្វីនោះទេអ្នកមានបញ្ហាបែរជាតែកូនចៅរបស់វាទៅវិញបានធ្វើឲ្យកូនចៅរបស់វាក៏បាត់ទៅហើយចំហាយពណ៌ក្រហមនោះមិនអាចសំបីតែចូលទៅដល់ចិត្តខ្លួនរបស់ Handy Song របស់យើងផងដែរក៏បាននិយាយថាតើវាដល់វេរបស់ខ្ញុំហើយឬនៅ Handy Song ក៏បានប្រើស្គីរបស់គាត់បង្កើតជាដុំភ្លើងប៉ុណ្ណានៃតែម្ដងឆាប់បង្ហាញរាងកាយរបស់អ្នកមកហើយក៏បានប្រើដុំភ្លើងទាំងអស់នោះបើកវាបហាទៅកាន់គ្រប់ផ្នែកទាំងអស់នោះតែម្ដងសំបីតែមនុស្សក្រៅភពដែលត្រូវបានកោដុំភ្លើងនោះក៏មិនប្រណីផងដែរបាញ់កំតិចទាំងអស់តែម្ដងការវាបហាត្រូវបានបាញ់ឈប់ Handy Song គាត់បាននិយាយថាខ្ញុំដឹងហើយថាខ្ញុំមិនអាចសម្លាប់អ្នកបានទេព្រោះអ្នកមិនទាន់ចេញមកភ្នែកនោះបានសួរថាកម្លាំងរបស់អ្នកនៅក្នុងពិភពមួយនេះពិតជាមិនធម្មតានោះទេតើអ្នកមកពីណា Handy Song បានធប់ថាហេតុអ្វីបានជាអ្នកចង់ដឹងបើសិនអ្នកចង់ដឹងអ្នកគ្រាន់តែឆ្លើយជាមួយសំណួររបស់ខ្ញុំនឹងធ្វើការឆ្លើយនឹងសំណួររបស់អ្នកវិញកែវភ្នែកនោះបានសួរ Handy Song ថាតើអ្នកចង់បង្កើតកិច្ចព្រមព្រៀងដែរឬទេ Handy Song បានតបថាដូច្នេះតើអ្នកមកទីនេះដើម្បីធ្វើអ្វីកែវភ្នែកនោះមិនបានតបនោះទេវានៅតែនិយាយដដែលថាខ្ញុំចូលចិត្តបង្កើតកិច្ចព្រមព្រៀងនិយាយទៅកែវភ្នែកមួយនេះវានិយាយរញ៉េរញ៉ៃតែម្ដងដែលធ្វើឲ្យខ្ញុំមិនយល់នោះទេវាបាននិយាយថាតែខ្ញុំនឹងខ្វះបេះដូងរបស់អ្នកដូចជាមនុស្សម្នាក់នោះអញ្ចឹងពេលដែលធ្វើកិច្ចព្រមព្រៀងហើយ Handy Song មានការកពល់មកជាខ្លាំងព្រោះឲ្យកែវភ្នែកមួយនោះនិយាយត្រឡប់ទៅមកឆ្លើយជាមួយនឹងសំណួររបស់គាត់នោះទេក៏បានប្រើកែវភ្នែកស្ដេចខ្មោចដើម្បីធ្វើការមើលការចងចាំរបស់វាតែម្ដងវាបាននិយាយថាតើអ្នកកំពុងតែធ្វើអ្វីល្បិចតូចតាចពិតនេះមិនមានប្រសិទ្ធភាពជាមួយខ្ញុំនោះទេ Handy Song បានតបថាវាមិនមែនជាការវាបហានោះទេវាគ្រាន់តែធ្វើឲ្យខ្ញុំមើលការចងចាំរបស់អ្នកដែលអ្នកមានតែប៉ុណ្ណោះវាក៏បានស្រែកការចងចាំក៏ត្រូវបានលេចឡើងនៅកន្លែងមួយយើងបានឃើញពួកបិសាចកំពុងតែប្រយុទ្ធគ្នាតែម្ដងប៉ុន្តែពួកបិសាចដែលមិនចេះហត់ត្រូវបានដាច់ក្បាលរួមទាំងកន្លែងនឹងត្រូវបានផ្ទុះខ្ទេចផងដែរយើងបានឃើញអ្វីមួយកំពុងតែចាស់ចេញពីកន្លែងភពដែលត្រូវបានផ្ទុះនឹងមកដល់កន្លែងមួយដែលមានឈ្មោះថាហុងសៀននឹងឯងយើងមើលទៅបិសាចមួយនេះដូចជាមេក្រុមគេអញ្ចឹងវាបាននិយាយថាតើពួកយើងសើតែប៉ុណ្នេះមែនទេនិយាយទៅពួកវាគឺជាបិសាចដែលបានរត់ចាស់ចេញពីការប្រយុទ្ធគ្នាអំបែងមិញនេះនឹងឯងតែក្រុមរបស់ពួកគេនៅសល់4នាក់ដែល4នាក់ងាប់អស់3នាក់សល់តែ1បាទហើយរួមទាំងមេគេផងដែរទាំងអស់សល់2នាក់បាទពួកមនុស្សទាំងអស់នោះបានបើកច្រឡរហោមួយដែលធ្វើឲ្យពួកគេឃើញផែនដីហើយពួកគេហៅផែនដីថាគឺជាដែនដីផ្កាយដែលពួកគេចង់កំទេចផែនដីផ្កាយឬគ្រប់គ្រងដែនដីផ្កាយមួយនោះតែម្ដងដើម្បីធ្វើជាធម្មពលរបស់ពួកគេក្នុងការចងចាំកាត់មកដល់កន្លែងមួយទៀតយើងបានឃើញមនុស្សមួយក្រុមកំពុងតែអង្គុយពិភាក្សាគ្នាដែលថាពួកគេទទួលបានធម្មពលដ៏សម្បើមដែលធ្វើឲ្យពួកគេអាចគ្រប់គ្រងផែនដីបានផងដែរមេក្រុមនៃមនុស្ស4នាក់អបាយមិញបានដើរចូលមកហើយគេបាននិយាយថារីករាយណាស់បានស្គាល់អ្នកទាំងអស់គ្នាគេបានណែនាំខ្លួនគេថាគឺជា leader នៃការគ្រប់គ្រងធម្មពលរបស់ផែនដីគេនឹងធ្វើការផ្ដល់ធម្មពលជីវិតអស់កលទៅកាន់អ្នកទាំងអស់គ្នាមកដល់ត្រង់នេះមនុស្សក្រៅភពបាន
បានធ្វើការវាគ្រប់ផ្នែករបស់គេចេញមួយគ្រាប់តែម្ដងដើម្បីកុំឲ្យហាន់ឌីសុនរបស់យើងមើលការចងចាំរបស់គេបន្ថែមទៀតវាបាននិយាយថាធម្មពលដ៏សម្បើមនៃម៉ាន់ណាដែលមិនគួរឲ្យជឿតើគាត់អាចជាអ្នកដែលគ្រប់គ្រងនៅកន្លែងនោះដែរឬទេហាន់ឌីសុនបាននិយាយថាបរិសម្នាក់នោះមានការចងចាំរាប់ពាន់ឆ្នាំវាពិតជាមានតម្លៃប៉ុន្តែគាត់បានខ្វះគ្រប់ផ្នែករបស់គាត់ចេញដើម្បីមិនឲ្យខ្ញុំដឹងការចងចាំរបស់គាត់បន្ថែមទៀតតើគាត់គឺជាមេចុងក្រោយដែរឬទេដំណើរការរស់ឡើងវិញរបស់ចៃអិនតើពួកគេមានគោលបំណងធ្វើអ្វីតើខ្ញុំគួរតែរៀបចំផែនការដើម្បីទប់ស្កាត់វាដែរឬទេហាន់ឌីសុនបានដាក់ដៃលើស្មារបស់គាត់ហើយគាត់បាននិយាយថាទោះបីកែកម្រិតអែក៏ដោយប៉ុន្តែវាមិនមានបិសាចនោះទេខ្ញុំក៏មិនទទួលបានអ្វីផងដែរហាន់ឌីសុនបានមើលទៅកាន់សាសមនុស្សក្រាបហូបដែលបានស្លាប់នោះហើយក៏មានពន្លឺពីរបាញ់ឡើងលើផងដែរនៅក្រៅខេត្តវិញយើងបានឃើញអ្នកប្រមាណជាច្រើនកំពុងតែឈររងចាំដូចជាធម្មតាអញ្ចឹងប្រធានលេខាបានចូលមកហើយបានធ្វើការអរគុណទៅកាន់អ្នកទាំងអស់គ្នារួមទាំងគាត់បាននិយាយទៅកាន់ហាន់យ៉ងផងដែរថាខ្ញុំបានឮថាអ្នកមិនអាចប្រើដៃទាំងគូរបស់អ្នកបានថាវាមកពីអ្វីក៏បានប្រាប់ថាគាត់ទើបតែបន្លាស់គ្រឿងបដូរនោះទេពេលនេះខ្ញុំអាចប្រយុទ្ធប្រឆាំងបានធម្មតាហារីនបានសួរប្រធានលេខាថាតើហាន់ឌីសុនចូលទៅក្នុងនោះប៉ុន្មានម៉ោងហើយគាត់បានតបថាវាតិចជាង3ម៉ោងទោះបីគាត់បារ៉ាជេក៏ដោយក៏យើងធ្វើការបើកការវាប្រហែលជាលើកទី2ទៅកាន់វាផងដែរដើម្បីឲ្យគាត់ត្រឡប់មកវិញដោយជោគជ័យយើងបានឮសំឡេងសៀងយៀនបាននិយាយថាតើអ្នកបាននិយាយថាលោកគ្រូរបស់ខ្ញុំបារ៉ាជេក្នុងកិច្ចការមួយនេះសៀងយៀនបានដើរចូលមកហើយនិយាយថានេះមិនទាន់ដឹងពីកម្លាំងរបស់លោកគ្រូរបស់ខ្ញុំនោះទេហារីនបាននិយាយថាតើនាងមកទីនេះដើម្បីធ្វើអ្វីសៀងយៀនបានប្រាប់ថាក្រុមហុងសៀនម្នាក់ចង់មកសម្លាប់ខ្ញុំដល់ផ្ទះតែម្ដងបែបនឹងអ្នកទាំងពីរមានការភ្ញាក់ផ្អើលជាខ្លាំងប្រធានលេខាបានសួរសៀងយៀនថាតើមានអ្វីបានកើតឡើងសៀងយៀនបានប្រាប់ថាពួកគេត្រូវបានសម្លាប់ដោយតុក្កតារបស់ខ្ញុំបានបង្កើតតុក្កតាមួយដ៏ពិសេសបញ្ចូលដោយបណ្ដាសារបស់ខ្ញុំតែម្ដងគេបានសម្លាប់ក្រុមហុងសៀននោះប៉ុន្តែវាបានបាត់ធម្មពលរបស់វាបាត់ទៅហើយទោះយ៉ាងណាក៏ដោយខ្ញុំនឹងធ្វើឲ្យតុក្កតានោះមានជីវិតត្រឡប់មកវិញរួមទាំងខ្ញុំធ្វើឲ្យហាន់ឌីសុនមានកម្លាំងខ្លាំងជាងមុនផងដែរសូមអញ្ជើញបន្តិចនាងបានដាក់តុក្កតារបស់នាងឈ្មោះហាន់ឌីសុនសំឡេងនេះប្រមាញ់បានលឺឡើងថាគេបានឃ្លីហើយដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើលមកតង់ទៀតហើយនៅក្នុងកេតយើងបានឃើញហាន់ឌីសុនទទួលបានគ្រីស្តាល់ចំនួន2គ្រាប់ផងដែរប្រព័ន្ធបានលុបមកប្រាប់ថាអ្នកទទួលបានធម្មពលអាចផ្កាយដ៏អស្ចារ្យមានចំនួន2គ្រាប់ដែលវាធ្វើឲ្យការភ្ញាក់ដឹងខ្លួនរបស់យើងឡើងដល់ថ្នាក់ S តែម្ដងហាន់ឌីសុនបាននិយាយឡើងថាតើវាមានតម្លៃប៉ុន្មានខ្ញុំគួរតែសាកល្បងប្រើប្រាស់វាដែរឬទេអ្នកដែលនៅខាងក្រៅកេតបានស្រែកហៅឈ្មោះហាន់ឌីសុនពេញនឹងតែម្ដងយើងបានឃើញហាន់ឌីសុនចេញមកពីកេតជាមួយនឹងអ្នករបស់គាត់ផងដែរសៀងយៀនបានលើកដៃហើយនិយាយថាលោកគ្រូខ្ញុំនៅទីនេះហាន់ឌីសុនបានមើលទៅខាងក្រៅបន្ទាប់មកអ្នករបស់គាត់ក៏បានចោះចោលមកកាន់ដីគាត់បានលុតចុះពីអ្នករបស់គាត់ប្រធានលេខាបានដើរចូលមកហើយនិយាយថាលោកម្ចាស់ហាន់ឌីសុនខ្ញុំនិយាយក្នុងនាមជាប្រធានលេខាពាក់កណ្ដាលយើងធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់លោកម្ចាស់ហាន់ឌីសុនហើយមនុស្សទាំងអស់នោះក៏បានធ្វើការនិយាយដូចជាប្រធានលេខាផងដែរដែលធ្វើហាន់ឌីសុនរបស់យើងកវល់មុខជាខ្លាំងប្រហែលជាគាត់មិនសូវចូលចិត្តស្ថានភាពបែបនេះហើយមើលទៅសៀងយៀនបានចូលមកហើយនិយាយថាលោកគ្រូតើមានវិស័យអ្វីខ្លះនៅក្នុងកែកម្រិត S មួយនោះអ្នកទាំងពីរកំពុងតែព្រៀងត្រជាស្ដាប់ថាមានអ្វីហាន់ឌីសុនបានប្រាប់ទៅកាន់សៀងយៀនថាគ្មានអ្វីនៅក្នុងនោះទេលើបែបនឹងដែលធ្វើឲ្យប្រធានលេខាមិនជឿតួទេសោះក៏បាននិយាយថាកែកម្រិត S មិនមានបិសាចតើវាអាចទៅរួចបានដោយរបៀបណាហាន់ឌីសុនបានប្រាប់ទៀតថាប៉ុន្តែមានមនុស្ស3នាក់នៅក្នុងនឹងម្នាក់មានផ្នែកពណ៌ទឹកសមុទ្រម្នាក់មានផ្នែកពណ៌សហើយម្នាក់ទៀតមានផ្នែកពណ៌ខ្មៅលើបែបនឹងហើយរៀនដឹងយ៉ាងច្បាស់តែម្ដងម្នាក់ដែលមានផ្នែកពណ៌ខ្មៅនោះបានបើកការវាបហាទៅកាន់លីសេងឆេងរួមទាំងម្នាក់ទៀតដែលមានផ្នែកពណ៌សបានបើកការវាបហាទៅកាន់ដុងសូវប្រធានលេខាក៏បានគិតផងដែរថាវាពិតជាគួរឲ្យសម្លៃខ្លាំងណាស់ដែលមិនមានបិសាចនៅក្នុងកែកម្រិត S ប្រធានលេខាបាននិយាយថាខ្ញុំទទួលបាន VA លើកនេះសមាគមនឹងធ្វើការស៊ើបអង្កេតបន្ថែមទៀតទៅកាន់ខ្លាំងទ្វារកម្រិត S មួយនេះដោយផ្ទាល់តែម្ដងហាន់យ៉ងបាននិយាយថាម្នាក់ដែលមានផ្នែកពណ៌ខ្មៅនិងម្នាក់ដែលមានផ្នែកពណ៌សបានបើកការវាបហាទៅកាន់សេងរួមទាំងដុងសូវផងដែរតើនរណាគឺជាអ្នកដែលមានផ្នែកពណ៌ទឹកសមុទ្រហារីនក៏បាននិយាយផងដែរថាតើមានអ្វីកើតឡើងចំពោះមនុស្សទាំងអស់នោះហាន់ឌីសុនបានប្រាប់ថាខ្ញុំបានសម្លាប់ពួកគេប៉ុន្តែម្នាក់ដែលមានផ្នែកពណ៌ទឹកសមុទ្របានរកផ្លូវហើយរត់បាត់ទៅហើយប្រធានលេខាបានសួរហាន់ឌីសុនថាតើមនុស្សដែលមានផ្នែកពណ៌សមុទ្រគេមកពីអាណាចក្រវិញ្ញាណមែនដែរឬទេហាន់ឌីសុនបានតបថាខ្ញុំមិនច្បាស់នោះទេប៉ុន្តែខ្ញុំកំពុងតែត្រូវការពេលវេលាដើម្បីរៀបចំព័ត៌មានដែលខ្ញុំទទួលបានផងដែរសៀងយៀនបានសួរហាន់ឌីសុនថាលោកគ្រូតើលោកគ្រូទទួលបានអ្វីខ្លះចេញពីការកម្រិត A មួយនោះអ្នកទាំង3កំពុងតែតឹងរង់ចាំមើលហាន់ឌីសុនបាននិយាយថាអូយក្បាស់របស់ខ្ញុំពេលនេះកំពុងតែឈឺហើយសង្ស័យខ្ញុំប្រើធម្មពលអស់ក្នុងកែនោះហើយពេលនេះខ្ញុំបានធ្វើការសុំចាក់ចេញទៅផ្ទះរបស់ខ្ញុំសិនហើយបន្ទាប់មកគាត់ក៏បានចាក់ចេញតែម្ដងសៀងយៀនក៏បានហៅហាន់ឌីសុនឲ្យរង់ចាំនាងផងដែរប៉ុន្តែហៅមិនទាន់នោះទេហាន់ឌីសុនបានចាក់ចេញទៅបាត់តែម្ដងដែលធ្វើឲ្យនាងមានការក្រាំងជាខ្លាំងព័ត៌មានដែលហាន់ឌីសុនសម្អាតកែកម្រិត A មួយនោះក្នុងរយៈពេល
3ម៉ោងត្រូវបានចាប់ផ្សាយក្នុងកញ្ចក់ទូរទស្សន៍ស្ទើរតែពេញមួយពិភពលោកនៅកន្លែងអាប៉ែ live stream គេកំពុងតែ live stream ផងដែររួមទាំងគេនិយាយអំពី Handy Song អីចឹងទៅរួមទាំងអ្នក live stream របស់គេក៏បានដូចឈ្មោះ account របស់គេទៅដាក់ Handy Song 1 2 3 4 5 6 7 8 9ផងដែរការ live របស់គេបន្តទៅដូចជាធម្មតាអញ្ចឹងពេលនោះក៏មាន account ករណី3ក្បាលចូលមកនិយាយអុកលុកគេអញ្ចឹងណាគេក៏មានការទុកសិចផងដែរពេលនោះក៏មានលេខទូរស័ព្ទមួយខលមកគេផងដែរហើយគេក៏បានជាប់ការជាមួយនឹងទូរស័ព្ទរបស់គេយើងមិនដឹងថាគេលឺអ្វីនោះទេយើងបានត្រឹមតែដឹងថាគឺមានការភ្ញាក់ផ្អើលជាខ្លាំងកាត់មកដល់កន្លែងនេះយើងបានឃើញបុគ្គលិកស្រីម្នាក់កំពុងតែធ្វើការយ៉ាងលឿនហត់តែម្ដងព្រោះអីសារព័ត៌មានពី Handy Song ធ្វើនេះស្មុគស្មាញឈើមយៈហើយនៅកន្លែងចាន់ហូគេកំពុងតែទូរស័ព្ទទៅកាន់ Handy Song ប៉ុន្តែ Handy Song មិនលើទូរស័ព្ទរបស់គេដូចជាធម្មតាអញ្ចឹងដែលធ្វើគេបានប្រើដៃរបស់គេយ៉ាងលឿនធ្វើការឆាត់ទៅទ្រឹងបាទប៉ុន្តែ Handy Song របស់យើងដេកសមុខដូចជាធម្មតាចាន់ហូមានការឈឺក្បាលជាខ្លាំងហើយគេបាននិយាយថាមានមិត្តភក្តិតែម្នាក់ពិតជាវេទនាមែនខលពេលណាក៏មិនដែរចូលផងដែរវិញនៅហុងស្គីនវិញយើងបានឃើញបិសាចជាច្រើនមើលទៅកន្លែងនឹងដូចជាល្អរបស់គេវិញសិតនៅក្នុងកន្លាក់ស៊ីមិនធម្មតានោះទេរួមទាំងមនុស្សដែលមានភ្នែកពឹកសមុទ្រនេះបាននិយាយថាមនុស្សលើផែនដីបានមើលការចងចាំរបស់គេរួមទាំងផែនការរបស់គេផងដែរកាពីតែរបស់គេបានដល់ចុះមកហើយនិយាយថាចាប់ពីពេលនេះតទៅយើងលេងបង្កើតកែនៅក្នុងប្រទេសកូរ៉េទៀតហើយកាពីតែរបស់គេបានស្រែកថាយើងនឹងធ្វើការរៀបចំផែនការរបស់យើងដើម្បីធ្វើសង្គ្រាមទៅកាន់ភពមួយនោះតែម្ដងគេក៏បានទទួលបញ្ជាផងដែរជាងខំមកដល់ System អ្នកប្រមាញ់ពិភពលោកព័ត៌មានក៏បានត្រូវបានមើលដោយពួកគេផងដែរដែលឈ្មោះកាត់របស់គេមានន័យថា WHA រួមទាំងមនុស្សម្នាក់បានដាក់ដៃលើមេក្រូដែលយើងស្គាល់តួអង្គថ្មីផងដែរគឺជាអ្នកគ្រប់គ្រងនៅកន្លែងនេះតែម្ដងក៏បាននិយាយថាឥឡូវនេះយើងបានចាប់ផ្ដើមជាមួយនឹងការពិភាក្សារបស់ឧបហេតុ Iran ដែលបានកើតឡើងនៅប្រទេសកូរ៉េ